តើពាក្យថាលោភលន់មានខ្លឹមសារបែបណាមនុស្សច្រើនណាស់ដែលនាំគ្នានិយាយស្ដីទាំងមិនត្រឹមត្រូវក្នុងការរៀបរាប់បញ្ជាក់ពីលក្ខណៈសម្បត្តិរបស់ខ្លួនឯងពួកយើងហាក់នៅភ័ន្តច្រឡំចែកគ្នាមិនដាច់រវាងខ្លឹមសារនៃពាក្យថាលោភលន់និងឧស្សាហ៍ព្យាយាមមានមនុស្សឧស្សាហ៍ព្យាយាមដែលខិតខំធ្វើកិច្ចការងារសុចរិតទៀងត្រង់រាប់មិនអស់ចូលចិត្តនិយាយបន្ទាបបន្ថោកខ្លួនឯងទាំងមិនដឹងថាខ្លួនខ្ញុំជាមនុស្សលោភលន់ឬក៏ខ្ញុំកំពុងនៅលោភលន់ណាស់ឬទៅប្រដៅគេថាមនុស្សយើងត្រូវចេះលោភលន់ឡាតើលោកអ្នកធ្លាប់ឮទេក្នុងវចនានុក្រមខ្មែរមានបញ្ជាក់ច្បាស់លាស់ណាស់ថាលោភលន់គឺជាសេចក្តីជាប់ជំពាក់ចិត្តទៅនឹងអំពើអកុសលនានានៅក្នុងមេរៀនព្រះអភិធម្មចិត្តនិងចេតសិកដែលត្រូវបានចងក្រងឡើងដើម្បីអ្នកមានឧបនិស្ស័យសិក្សារៀនសូត្រឲ្យរួចចាក់ទុកបានលើកបង្ហាញថាសេចក្តីលោភលន់គឺជាអំណាចនៃអកុសលទាំង12ដួងក្នុងចំណោមដួងចិត្តទាំង121ដួងលោភមូលចិត្តមិនដែលនាំជីវិតឆ្ពោះទៅរកសេចក្តីគប់ប្រសើរទេវាជាមិច្ឆាទិដ្ឋិទាំងស្រុងពោលគឺវាតែងដឹកនាំមនុស្សទៅរកផ្លូវអសិលធម៌ផ្លូវខុសឆ្គងផ្លូវដែលនាំទៅរកតែទុក្ខលំបាកដែលទាំងនេះចេញមកពីឫសគល់នៃអវិជ្ជាមនុស្សយើងនៅពេលដែលមានសេចក្តីលោភលន់ហើយគេនឹងហ៊ានកាប់សម្លាប់ជីវិតអ្នកដទៃហ៊ានពោលពាក្យមុសាប្រឌិតកុហកបោកប្រាស់កេងបន្លំកេងប្រវាញ់ពុករលួយលួចឆក់ប្លន់ផិតក្បត់សាហាយស្មន់រំលោភបំពានគ្នានិងចុងក្រោយសេចក្តីថោកទាបដ៏គួរខ្ពើមរអើមគឺការហ៊ានផឹកគ្រឿងស្រវឹងដើម្បីរំលាយសតិសម្បញ្ញៈចោលសល់នៅតែភាពឈួតវង្វេងដូចជាសត្វដេរិឆានទាំងអស់នេះហើយដែលជាអកុសលពិបាកចេញមកពីចិត្តដែលលោភលន់មនុស្សជាច្រើនដែលចូលចិត្តពោលថាខ្ញុំលោភលន់ប្រហែលជាពួកគេចង់សម្ដៅលើសេចក្តីឧស្សាហ៍ព្យាយាមបើតាមគិតមើលទៅសូមចែកគ្នាឲ្យដាច់ស្រឡះឧស្សាហ៍គឺជាសេចក្តីឱហាតសង្វាតខ្មៃខ្មៀតការខិតខំប្រឹងប្រែងមិនខ្ជិលច្រអូសពោពេញដោយវិរិយបារមីដែលជាធាតុមួយក្នុងចំណោមធាតុផ្សេងទៀតជាច្រើនដែលជួយកសាងជីវិតមនុស្សឲ្យឆ្ពោះទៅកាន់ពន្លឺនៃប្រាជ្ញានិងសេចក្តីសុខពិតប្រាកដមានសាសនាខ្លះអ្នកនិពន្ធខ្លះវាគ្មិនខ្លះបានបង្រៀនមនុស្សឲ្យមានសេចក្តីលោភលន់ដែលវាប្រាចាកខុសស្រឡះពីការបង្រៀនរបស់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គបង្រៀនយើងឲ្យវាចាកចេញរលាស់ចោលនៅអកុសលចិត្តមួយនេះឲ្យបានសម្រេចដើម្បីអាចរស់រួចចាកទុក្ខដូច្នេះប្រសិនបើលោកអ្នកអានជាអ្នកគម្ពីរនិយមឬអ្នកសាសនានិយមសូមសមាទានចំពោះការពន្យល់នេះផងចុះហើយចាត់ទុកថាឧបនិស្ស័យរបស់អ្នកមិនទាន់មកដល់ឬគ្មានសោះទទេក៏ថាបានកតិគួរចងចាំគឺភាពលោភលន់និងផ្សារភ្ជាប់យើងទៅកាន់អំពើអាក្រក់គ្រប់យ៉ាងដែលជាប្រភពនៃសេចក្តីវិនាសអន្តរាយប៉ុន្តែភាពឧស្សាហ៍ព្យាយាមនឹងនាំយើងទៅដល់សេចក្តីចម្រើនរុងរឿងជារៀងរហូតលោភលន់មាននៃខ្លឹមសារបែបណាបាទបងប្អូនបានត្រង់ត្រាប់ស្ដាប់ហើយបើមានការខុសឆ្គងពំពាក្យសម្ដីឬក៏អក្ខរាវិរុទ្ធត្រង់ណាសូមមេត្តាអធិស្ឋានបាទសូមអរគុណជួបគ្នានៅវីដេអូក្រោយទៀតបាទ